ហើយខ្ញុំសួរបន្តទៀតថាតើខុសតាំងឯណាដែលបញ្ជាក់ថាវៀតណាមចាំតែក្រញិចកម្ពុជានោះសូមអមលើកហេតុផលឲ្យបានច្បាស់ផងហេតុផលបាទលោកមួយសួរនេះក៏ត្រូវហើយពីព្រោះមានអ្នកនិពន្ធច្រើនណាស់គឺថាពលពតលើកអំពីគ្រោះអាសន្នវៀតណាមមកត្រួតត្រាកម្ពុជាហ្នឹងដើម្បីគ្រាន់តែជាលេសដើម្បីជំរាបប្រជាជនអនុវត្តនយោបាយដែលថាជ្រុលហួសរបស់ពួកនោះដូច្នេះលោកមួយសួរថាតើមានបតាំងណាបតាំងខ្ញុំសូមជម្រាបមួយនេះដល់វៀតណាមនិងកម្ពុជារំដោះហើយឆ្នាំ75ខែមេសា75 76វៀតណាមដាក់អសានវិទ្យលើខ្មែរក្រហមអំពីព្រំដែនសមុទ្រខ្សែបន្ទាត់វិញអានឹងឯងបតាំងមិនបានមានថាបតាំងព្រោះរឿងវាមិនទៅមានសោះរឿងអាខ្សែបរិយានេះវាអត់ទៅមានប៉ុន្តែគេបង្កើតឲ្យមានដើម្បីវាមានរឿងដើម្បីគេមានឱកាសអនុវត្តយុទ្ធសាស្ត្ររបស់គេមួយយល់ហើយអញ្ចឹងឥឡូវរឿងញ៉ាំខ្សែបន្ទាត់បរិយាទៅរឿងញ៉ាំរឿងថាបានចរចាគ្នាការចំណងបកូនណាចំណងសម្ដេចជីវហើយណាគឺនោះបកូនណាលើកទៀមទាថាឲ្យអ្នកដែលច្បាំងគ្នានៅជាប់នឹងកម្ពុជាទាំងអស់ប្រកាសជាអឡារឹកទទួលស្គាល់ព្រំដែនបច្ចុប្បន្នកម្ពុជាហើយមិនត្រឹមតែប្រកាសទេគណៈប្រតិភូរណសេររំដោះជាតិវៀតណាមខាងត្បូងឆ្នាំ1975វៀតណាមក៏បានរំដោះកម្ពុជាក៏បានរំដោះទាំងអស់គ្នានឹកស្មានថាប្រទេសទាំងពីរនឹងបានសុខសន្តិភាពជារៀងរហូតហើយនឹងមានការតាក់ទងទៅមករកគ្នាក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបស់ជាមួយគ្នាដោយសុខសន្តិភាពប៉ុន្តែឆ្នាំ75បានរំដោះឆ្នាំ76វៀតណាមដាក់អូសានវិសូមយល់សូមលោកមួយជ្រាបថាមិនបានខ្ញុំហៅអូសានវិទ្យនេះសូមលោកខ្ញុំជ្រាបពីព្រោះរឿងដែលវៀតណាមទាមទារឲ្យកែប្រែព្រំដែនទឹកឲ្យកែប្រែខ្សែបន្ទាត់រេយីបដិសេធមិនព្រមទទួលខ្សែបន្ទាត់រេយីជាខ្សែបន្ទាត់ព្រំដែនដែលបែងចែកព្រំដែនទឹករវាងប្រទេសទាំងពីរនេះជាអូសានវិទ្យវាមិនមែនជារឿងធម្មតាទេមិនបានឃើញថាអូសានវិទ្យសូមជម្រាបថានៅមុខកែបនៅមុខកំពតទឹកវារាក់ណាស់បើកបរតាមទឹកនឹងអត់បានទេលូត្រាតែទៅដល់ចិត្តកោះត្រល់បានទឹកវាជ្រៅបន្តិចបើកបរបានហើយខ្សែបន្ទាត់រីយីវាត្រូវចូលទៅគៀកកោះត្រល់ចឹងហើយពីព្រោះកាលនោះលោករីយីលោកគូសម្រាប់បែងចែកការគ្រប់គ្រង
ជារដ្ឋបាលនៅឡើយទេមិនទាន់យកអានឹងជាព្រំដែនទេប៉ុន្តែដើម្បីឲ្យកម្ពុជាក៏មានតែទឹកសមុទ្រដើម្បីបើកបរបានផងវៀតណាមក៏បើកមានទឹកសមុទ្របើកបរបានផងវៀតណាមនោះមិនបាច់និយាយពីមកចាំតែមកបើកបរនៅកន្លែងនេះទេកន្លែងផ្សេងទៀតវៀតណាមលំហសមុទ្រចេញចូលតាមចិត្តតាមណាក៏បានដែរហើយកម្ពុជាបើចង់បើកបរត្រង់មុខកែបត្រង់មុខកំពតលុះត្រាតែខ្សែបន្ទាត់រេយេនទៅគៀកក៏ក្រំហ្នឹងហើយបានជារឿងនោះមានការគូសខ្សែបន្ទាត់ហ្នឹងហើយក៏ខ្ញុំសូមគូសជំរាបបញ្ជាក់ដែរទី1ការពីចំនួនសម្ដេចព្រះនរោត្តមសីហនុគ្រប់គ្រងប្រទេសហើយក្នុងសង្គ្រាមពេលនោះវៀតណាមទាំងវៀតណាមខាងជើងទាំងវៀតណាមខាងត្បូងគឺថារណសិរ្សរំដោះជាតិវៀតណាមខាងត្បូងបានប្រកាសជាអឡារឹកទទួលស្គាល់ហៅថាព្រំដែនបច្ចុប្បន្នរបស់កម្ពុជាហើយលើកខ្សែបន្ទាត់រេយេនេះទៀតមានការចរចាមានការជួបគ្នារវាងគណៈប្រតិភូរណសិរ្សរំដោះជាតិវៀតណាមនិងប្រតិភូរបស់កម្ពុជាខាងផ្នែកសម្ដេចព្រះនរោត្តមសីហនុនេះរួចហើយមានការព្រមព្រៀងគ្នាច្បាស់លាស់អស់ហើយទទួលយកខ្សែបន្ទាត់រេយេនេះថាជាខ្សែបន្ទាត់បែងចែកព្រំដែនសមុទ្រប្រទេសទាំងពីរដូច្នេះវាមិនត្រូវមានរឿងនោះទៀតទេឥឡូវស្រាប់តែវៀតណាមមកលើកថាមិនទទួលព្រំដែនទទួលខ្សែបន្ទាត់រេយេជាព្រំដែនដើម្បីបែងចែកព្រំដែនទឹកជាមួយកម្ពុជាមិនបានទេហើយខ្ញុំសូមសម្អាងរឿងនេះតាមសភៅរបស់លោកប៊ិនសណាន់មានចំណងជើងថារបបប៉ុលពតទំព័រ115នេះជាកំណត់ហេតុដែលប្រតិភូខ្មែរដែលប្រធានប្រតិភូខ្មែរមករាយការណ៍ជូនគណៈអចិន្ត្រៃយ៍បកកុម្មុយនីសកម្ពុជាឯកសារនេះខ្ញុំយល់ថាជាឯកសារគន្លឹះដើម្បីពិនិត្យតើនរណាខូចនរណាជានរណាត្រឹមត្រូវនរណាមានអបាយកលរំដោះជាតិវៀតណាមខាងត្បូងបានប្រកាសជាអឡារឹកទទួលស្គាល់ហៅថាព្រំដែនបច្ចុប្បន្នរបស់កម្ពុជាហើយលើកខ្សែបន្ទាត់រេយេនេះទៀតមានការចរចាមានការជួបគ្នារវាងគណៈប្រតិភូរណសិរ្សរំដោះជាតិវៀតណាមនិងប្រតិភូរបស់កម្ពុជាខាងផ្នែកសម្ដេចព្រះនរោត្តមសីហនុនេះរួចហើយមានការព្រមព្រៀងគ្នាច្បាស់លាស់អស់ហើយទទួលយកខ្សែបន្ទាត់រេយេនេះ
ថាជាខ្សែបន្ទាត់បែងចែកព្រំដែនសមុទ្រប្រទេសទាំងពីរដូច្នេះវាមិនត្រូវមានរឿងនោះទៀតទេឥឡូវស្រាប់តែវៀតណាមមកលើកថាមិនទទួលព្រំដែនទទួលខ្សែបន្ទាត់រេយីជាព្រំដែនដើម្បីបែងចែកព្រំដែនទឹកជាមួយកម្ពុជាមិនបានទេហើយខ្ញុំសូមសំអាងរឿងនេះថាតែទៅដល់ចិត្តកោះត្រល់បានទឹកវាជ្រៅបន្តិចបើកបរបានហើយខ្សែបន្ទាត់រីយេវាត្រូវចូលទៅគៀកកោះត្រល់ចឹងហើយពីព្រោះកាលនោះលោករីយេលោកគូសម្រាប់បែងចែកការគ្រប់គ្រងជារដ្ឋបាលនៅឡើយទេមិនទាន់យកអានឹងជាទៅជាព្រំដែនទេប៉ុន្តែដើម្បីឲ្យកម្ពុជាក៏មានតែទឹកសមុទ្រដើម្បីបើកបរបានផងវៀតណាមក៏បើកមានទឹកសមុទ្របើកបរបានផងវៀតណាមនោះមិនបាច់និយាយពីមកចាំតែមកបើកបរនៅកន្លែងនេះទេកន្លែងផ្សេងទៀតវៀតណាមលំហសមុទ្រចេញចូលតាមចិត្តតាមណាក៏បានដែរហើយកម្ពុជាបើចង់បើកបរត្រង់មុខកែបត្រង់មុខកំពតលុះត្រាតែខ្សែបន្ទាត់រេយេនទៅគៀកកោះត្រង់ហ្នឹងហើយបានជារឿងនោះមានការគូសខ្សែបន្ទាត់ហ្នឹងហើយក៏ខ្ញុំសូមគូសជំរាបបញ្ជាក់ដែរទី1ការពីចំនួនសម្ដេចព្រះនរោត្តមសីហនុគ្រប់គ្រងប្រទេសហើយក្នុងសង្គ្រាមពេលនោះវៀតណាមទាំងវៀតណាមខាងជើងទាំងវៀតណាមខាងត្បូងគឺថារណសិរ្សហើយខ្ញុំសួរបន្តទៀតថាតើខុសតាំងឯណាដែលបញ្ជាក់ថាវៀតណាមចាំតែក្រញិចកម្ពុជានោះសូមអមលើកហេតុផលឲ្យបានច្បាស់ខុសហេតុផលបានលោកមួយសួរនេះក៏ត្រូវហើយពីព្រោះមានអ្នកនិពន្ធច្រើនណាស់គឺថាពលពតលើកអំពីគ្រោះអាសន្នវៀតណាមមកត្រួតត្រាកម្ពុជាហ្នឹងដើម្បីគ្រាន់តែជាលេសដើម្បីជំនះប្រជាជនអនុវត្តនយោបាយដែលថាជ្រុលហួសរបស់ពួកនោះដូច្នេះលោកមួយសួរថាតើមានផតាំងណាផតាំងខ្ញុំសូមជម្រាបមួយនេះទៅវៀតណាមនិងកម្ពុជារំដោះហើយឆ្នាំ75ខែមេសា75 76វៀតណាមដាក់អសានវិទ្យលើខ្មែរក្រហមអំពីព្រំដែនសមុទ្រខ្សែបន្ទាត់រេយីអានឹងឯងផតាំងមិនបានមានថាផតាំងព្រោះរឿងវាមិនទៅមានសោះរឿងអាខ្សែរេយីនេះវាអត់ទៅមាន
បើគេបង្កើតឲ្យមានដើម្បីវាមានរឿងដើម្បីគេមានឱកាសអនុវត្តយុទ្ធសាស្ត្ររបស់គេគួរយល់ណាស់អញ្ចឹងឥឡូវរឿងញ៉ាំខ្សែបន្ទាត់រឿងនិយាយទៅរឿងញ៉ាំរឿងថាបានចរចាគ្នាការចំនួនបកគោណាចំនួនសម្ដេចជីវិតហើយណាពេលនោះបកគោណាលើកទាមទារថាឲ្យអ្នកដែលច្បាំងគ្នានៅជាប់នឹងកម្ពុជាទាំងអស់ប្រកាសជាអឡារឹកទទួលស្គាល់ព្រំដែនបច្ចុប្បន្នកម្ពុជាហើយមិនត្រឹមតែប្រកាសទេគណៈប្រតិភូរណសេរីរំដោះជាតិវៀតណាមខាងត្បូងឆ្នាំ1975វៀតណាមក៏បានរំដោះកម្ពុជាក៏បានរំដោះទាំងអស់គ្នានឹកស្មានថាប្រទេសទាំងពីរនឹងបានសុខសន្តិភាពជារៀងរហូតហើយនឹងមានការតាក់ទងទៅមករកគ្នាក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នាដោយសុខសន្តិភាពប៉ុន្តែឆ្នាំ75បានរំដោះឆ្នាំ76វៀតណាមដាក់អូសានីសូមយល់សូមក្មួយជ្រាបថាមិនបានខ្ញុំហៅអូសានវៀតនេះសូមខ្ញុំជ្រាបពីព្រោះរឿងដែលវៀតណាមទាមទារឲ្យកែប្រែព្រំដែនទឹកឲ្យកែប្រែខ្សែបន្ទាត់រេវៀបដិសេធមិនព្រមទទួលខ្សែបន្ទាត់រេវៀជាខ្សែបន្ទាត់ព្រំដែនដែលបែងចែកព្រំដែនទឹករវាងប្រទេសទាំងពីរនេះជាអូសានវៀតវាមិនមែនជារឿងធម្មតាទេមិនបានខ្ញុំថាអូសានវៀតសូមជម្រាបថានៅមុខកែបនៅមុខកំពតទឹកវារាក់ណាស់បើកបរតាមទឹកនឹងអត់បានទេលូត្រា